ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកលេងអាស៊ានជាតិរិស័យត្រាប់ពេលចេញពីពេទ្យចឹងទៅក៏ឈានចូលមកលេងអីចឹងទៅកម្រងហ្នឹងមកលេងយូរហើយទើបតែថ្ងៃនេះទើបបានមកលេងតំបន់ហ្នឹងបង្កើតយូរដែរហើយតែនាងខ្ញុំអត់បានចូលមកលេងអីចឹងណាបងប្អូនទើបតែយើងចូលមកលេងតែម្ដងទៅតោះបងប្អូនឥឡូវយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាថាទេសភាពនៅតំបន់អាស៊ានជាតិរិស័យត្រាប់ហ្នឹងស្រស់ស្អាតប៉ុណ្ណាចាអញ្ចឹងយើងទៅទាំងអស់គ្នាមុននឹងដើរទៅមុខអញ្ចឹងថតបាន2-3ប៉ុស្តិ៍សិនអីអញ្ចឹងណាបងប្អូនដោយសារតែមនុស្សចូលចិត្តថតដល់ពេលអញ្ចឹងយើងក៏ថតលេងអីអញ្ចឹងទៅហើយឥឡូវយើងមកមើលសត្វក្ងោកមុនគេសត្វហ្នឹងសត្វក្ងោកព្រៃបងប្អូនខាងអាស៊ានជាតិហ្នឹងគាត់អភិរក្សសត្វព្រៃទុកឲ្យយើងក្មេងៗចំនួនក្រោយបានឃើញបានស្គាល់អីអញ្ចឹងទៅហើយនាងខ្ញុំក៏មិនដែលឃើញដែរទើបតែឃើញថ្ងៃហ្នឹងដូចគ្នាចាសត្វហ្នឹងល្អហើយស្អាតមែនតើណាបងប្អូននៅពេលដែលយើងជួបផ្ទាល់ហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីទៅមើលសត្វផ្សេងទៀតនៅក្នុងតំបន់ហ្នឹងផ្ទៃដីធំខ្លាំងមែនតើបងប្អូនចាធំទូលាយងាយស្រួលក្នុងការអភិរក្សសត្វព្រៃការចិញ្ចឹមសត្វហើយយើងមកលេងក៏មានអារម្មណ៍ថាមានសុខសុវត្ថិភាពដែរចាកលែងទូលាយឲ្យយើងដើរលេងបានច្រើនកន្លែងអីអញ្ចឹងទៅហើយនាងខ្ញុំក៏ចូលមកមើលនៅក្នុងកញ្ចក់ដែលគាត់បានរៀបចំធ្វើអំពីឈើហ្នឹងសិតតែឈើក្រាក់ណាបងប្អូនឈើដែលងាប់គាត់យកមករៀបចំច្នៃប្រឌិតដើម្បីឲ្យคล้ายទៅជាសង្ហារឹមជាកន្លែងដែលកំសាន្តសប្បាយអីអញ្ចឹងទៅមានបងប្អូនជាច្រើនក៏ចូលមកលេងចូលមកទស្សនាមុននាងខ្ញុំអីអញ្ចឹងទៅចាហើយដោយសារតែមេឃភ្លៀងយើងដើរលេងបានបន្តិចទៅមកដល់ក៏ភ្លៀងអញ្ចឹងក៏ចូលជ្រក់នៅកញ្ចក់បន្តិចសិនទៅចាភ្លៀងលឹមស្រេចហើយព្រមទាំងពណ៌បៃតងរបស់រុក្ខជាតិហ្នឹងស្រស់ស្អាតមែនតើបងប្អូនអញ្ចឹងធ្វើឲ្យអារម្មណ៍ហ្នឹងស្រស់ថ្លាក្រោយពេលចេញពីមន្ទីរពេទ្យអីអញ្ចឹងទៅចាស្រស់ថ្លាមានដូចថាយើងមានអារម្មណ៍ថារីករាយហើយស្រស់បំប្រងឡើងវិញចាទេសភាពរបស់គេហ្នឹងគឺស្អាតបែបធម្មជាតិភ្លៀងមកតិចអីអញ្ចឹងទៅគឺមានអារម្មណ៍ថាល្អហើយមានក្តីសុខហើយស្រស់ស្រាយចាអញ្ចឹងបន្ទាប់ពីមេឃរាំងហើយយើងក៏បន្តដំណើរទៅលេងបន្តទៀតចាទៅមើលកន្លែងដែលគាត់រៀបចំហ្នឹងយើងទៅមើលបន្តទៀតថាស្រស់ស្អាតមានកន្លែងថតរូបជាច្រើនកន្លែងទស្សនាជាច្រើនដែលឲ្យយើងចូលទៅដើរលេងចូលទៅមើលកំសាន្តគយគន់មើលទេសភាពអមជាមួយនឹងរុក្ខជាតិព្រៃបៃតងដែលព័ទ្ធនៅជុំវិញនៅកន្លែងដែលគាត់រៀបចំនឹងចាមានផ្កាព្រៃមានរុក្ខជាតិឲ្យយើងឈរមើលថតរូបលេងអីអញ្ចឹងទៅធ្វើឲ្យយើងនឹងមានអារម្មណ៍ថាស្រស់ថ្លានៅពេលដែលយើងបានមកដល់ទីនេះហើយគឺមើលទៅបែបធម្មជាតិស្អាតមែនតើបងប្អូនអញ្ចឹងបងប្អូនអាចមកទស្សនាមើលបានរូបភាពនៅពេលដែលយើងមកមើលមកលេងហ្នឹងគឺស្រស់ស្អាតជាងនៅក្នុងវីដេអូដែលអ្នកខ្ញុំថតជូនខ្លាំងមែនតើបងប្អូនគឺថាស្រស់ស្អាតស្រស់ស្រាយអីអញ្ចឹងទៅចាអញ្ចឹងក្រោយពីយើងបានញ៉ាំអាហាររួចរាល់ហើយអញ្ចឹងយើងក៏យកសម្រាមហ្នឹងយកមកដាក់នៅក្នុងធុងសម្រាមយើងមកលេងយើងត្រូវជួយអនាម័យនៅបរិស្ថាននៅជុំវិញដែរដើម្បីឲ្យបរិស្ថានហ្នឹងស្រស់ស្អាតចាมันមានសម្រាមអញ្ចឹងយើងជួយអនាម័យទាំងអស់គ្នាពេលហូបហើយត្រូវយកសម្រាមមកចូលនៅក្នុងធុងសម្រាមចាទេសភាពនៅទីនេះគឺស្អាតមែនតើមានស្រះទឹកមានទេសភាពមានដាំកូនឈើហើយក៏មានបន្ទប់ទឹកដែលស្រស់ស្អាតដើម្បីឲ្យយើងងាយស្រួលនៅពេលដែលយើងមកលេងហ្នឹងមិនធ្វើឲ្យយើងពិបាកហើយធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាសុខស្រួលកក់ក្ដៅមានសុវត្ថិភាពពេលមកលេងមិនភ័យខ្លាចថានឹងមានសត្វអីផ្សេងឬក៏មានបញ្ហាអ្វីនៅពេលដែលយើងមកលេងអញ្ចឹងដែរណាបងប្អូនចាធ្វើឲ្យយើងនឹងកក់ក្ដៅចាទេសភាពនៅទីនេះគឺថាស្រស់ស្អាតចាព្រមទាំងទំហំផ្ទៃដីហ្នឹងក៏ធំទូលាយអញ្ចឹងទៅអញ្ចឹងយើងអាចមូលលំហែបែបលក្ខណៈគ្រួសារឬក៏លក្ខណៈគូស្នេហ៍អីហ្នឹងយើងមកដើរលេងជាមួយមិត្តភ័ក្តិអីអញ្ចឹងទៅណាបងប្អូនហើយយើង
អាចទៅមើលសត្វផ្សេងទៀតអីចឹងទៅនាងខ្ញុំនៅពេលដែលហត់នឿយអីចឹងទៅគឺចូលចិត្តទេសភាពអញ្ចឹងខ្លាំងមែនតែនផ្ទៃដីគេហ្នឹងក៏ធំល្អធំទូលាយគាត់បានរៀបចំអភិរក្សទាំងសត្វព្រៃរៀបចំកលែងដើម្បីឲ្យមានភ្ញៀវទេសចរចូលលេងកម្សាន្តអីអញ្ចឹងទៅតំបន់ហ្នឹងគឺជាតំបន់អភិរក្សសត្វព្រៃដែលគេហៅថាជាសៀនជាតិឫស្សីត្រាប់ចាអញ្ចឹងគឺថាឃើញថាគាត់អភិរក្សបានល្អខ្លាំងមែនតែនទេសភាពក៏ស្អាតទៀតចាអញ្ចឹងយើងក៏បន្តដំណើរទៅមុខទៀតតោះបងប្អូនឥឡូវយើងទៅមើលសត្វទាំងអស់គ្នាចានាងខ្ញុំដើរទៅមើលសត្វប្រើសចាសត្វប្រើសហ្នឹងគឺគាត់ចិញ្ចឹមបែបលក្ខណៈថាបែបធម្មជាតិដែលសត្វគាត់រស់នៅហើយគឺមានអារម្មណ៍ថាគាត់រស់នៅដោយមានសេរីភាពដោយភាពសុខសប្បាយដោយសុវត្ថិភាពចាបែបគាត់រស់នៅបែបធម្មជាតិអីចឹងទៅសត្វហ្នឹងគឺសត្វប្រើសស្បូវដោយសារតែនាងខ្ញុំបានសួរអ្នកចិញ្ចឹមសត្វហ្នឹងគាត់ថាសត្វហ្នឹងសត្វប្រើចាប្រើស្បូវអីចឹងទៅគាត់ចិញ្ចឹមមានការមើលថែអីដិតដល់មានការយកចិត្តទុកដាក់អភិរក្សសត្វព្រៃដែលឲ្យយើងក្មេងចំនួនក្រោយហ្នឹងយើងបានឃើញបានស្គាល់នៅសត្វព្រៃនៅក្នុងប្រទេសកម្ពុជារបស់យើងអីអញ្ចឹងទៅសម្បីតែនាងខ្ញុំមើលហើយគឺថាចូលចិត្តសត្វមែនតែនចូលចិត្តសត្វហើយស្រឡាញ់គ្រាន់តែមើលក៏ដឹងដែរថានាងខ្ញុំមានក្តីសុខចាបើកុំតែមានតំបន់សៀនជាតិឫស្សីត្រាប់ហ្នឹងនាងខ្ញុំប្រហែលជាមិនអាចបានឃើញសត្វព្រៃផ្ទាល់ភ្នែកអញ្ចឹងទេថាចាសត្វហ្នឹងគឺស្អាតមែនតែនបងប្អូនសត្វហ្នឹងស្អាតមែនតែនគាត់អភិរក្សបានល្អឲ្យយើងជាក្មេងៗចំនួនក្រោយហ្នឹងបានឃើញសត្វព្រៃផ្ទាល់ភ្នែកជួបពិតអីអញ្ចឹងទៅមិនអញ្ចឹងបើគាត់អត់អភិរក្សយើងក៏ប្រហែលជាមិនអាចថាមានវាសនាថាបានឃើញសត្វផ្ទាល់ភ្នែកអញ្ចឹងទេប្រហែលជាបានឃើញតែតាមវីដេអូតាមរូបភាពអីអញ្ចឹងទៅចាហើយសត្វប្រើស្បូវហ្នឹងគឺគាត់រស់នៅបែបមានសេរីភាពបែបសប្បាយបែបលក្ខណៈគ្រួសារគាត់អីចឹងទៅឥឡូវយើងក៏បន្តទៅមើលមាន់បន្តទៀតចាមាន់ព្រៃបងប្អូនមាន់ហ្នឹងគឺមាន់ព្រៃនាងខ្ញុំមុនដំបូងអត់ស្គាល់ថាមាន់ព្រៃទេព្រោះពេលដែលនាងខ្ញុំមកពីស្រែហ្នឹងធ្លាប់ឃើញមាន់ព្រៃរត់កាត់ផ្លូវចឹងពណ៌ខ្មៅហើយក៏អត់ដឹងថាមាន់ហ្នឹងជាមាន់ព្រៃទេក៏មានគេប្រាប់ថាមាន់ហ្នឹងជាមាន់ព្រៃហើយមាន់ពណ៌ខ្មៅដែលយើងបានឃើញហ្នឹងគឺមាន់ទុរចាឥឡូវមុនត្រឡប់ទៅផ្ទះវិញនាងខ្ញុំក៏ឈានទៅកាច់ទំពាំងចាកាច់ទំពាំងនៅតំបន់សៀនជាតិឫស្សីត្រាប់ហ្នឹងដោយសារតែឈ្មោះសៀនជាតិហ្នឹងគឺសៀនជាតិឫស្សីត្រាប់អញ្ចឹងសម្បូរដើមឫស្សីមែនតែនគឺគាត់អត់កាប់ចោលទេដើមឫស្សីហ្នឹងគឺគាត់អភិរក្សទុកចាគាត់ថែរក្សាការពារទុកអីអញ្ចឹងទៅហើយយើងដែលជាប្រជាពលរដ្ឋនៅតំបន់ហ្នឹងក៏អាចចូលទៅអាស្រ័យផលពីតំបន់សៀនជាតិនឹងបានដែរដូចជាកាច់ទំពាំងបេះផ្សិតដងជួរហើយនឹងអនុផលធម្មអនុផលព្រៃឈើហ្នឹងផ្សេងទៀតជាច្រើនដែលយើងអាចចូលទៅយកផលពីព្រៃនឹងបានចាអរគុណបងប្អូនដែលស្រឡាញ់និងចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលាបាយ